ពេលដែលខ្ញុំបាន chord ហ្នឹងហើយខ្ញុំនឹងបាយ chord C major ហ្នឹងទៅជាអីផ្សេងវិញព្រោះយើងដើម្បីឲ្យវាស៊ីជាមួយនឹង mood idea របស់យើងឬក៏យើងឆ្នៃវាបែប modern ក៏យើងត្រូវដូរ chord ដែរអូខេអញ្ចឹងយើងចូលមកដល់ rhythm ហ្នឹងគឺយើងចង់និយាយអំពីចង្វាក់ដែលយើងបើសិនអ្នកទាំងអស់គ្នាចង់បានរបៀបរៀង chill ឬក៏ relax យើង take ឲ្យវារៀងមកល្មមមកកុំឲ្យ slow ពេកកុំឲ្យលឿនពេកតែបើអ្នកទាំងអស់គ្នាចង់បានរៀង energy យើងត្រូវដាក់វារៀងលឿនតិចដើម្បីឲ្យវា feel more energy អញ្ចឹងទៅឬក៏ចង់អ្នកទាំងអស់គ្នាចង់រៀង set សតុនអាហ្នឹងយើងដាក់វា slow អាហ្នឹងគឺជា rhythm ហើយ rhythm ហ្នឹងវាសកត់ទៅលើបញ្ជាក់ទៅលើ BPM របស់យើង BPM នៅក្នុងបទចម្រៀងរបស់យើងអូខេអញ្ចឹងបន្ទាប់មកចុងក្រោយហ្នឹងគឺយើងត្រូវរើស type នៃបទរបស់យើងក៏ដូចជាអាចនិយាយបានថាជា genre របស់យើងគឺយើងត្រូវរើសថាបទរបស់យើងហ្នឹងគឺស្ថិតនៅក្នុង genre មួយណាហើយយើងចង់ធ្វើបទបែប genre បែបម៉េចអញ្ចឹងពេលដែលយើងសម្រេចចិត្តថាយើងធ្វើបែបចេះហើយគឺយើងចូលទៅដល់